ជំពូកទី2ព្រះសិទ្ធត្ថកុមារតាំងអំពីថ្ងៃដែលព្រះបរមពុទ្ធិសត្វចាប់បដិសន្ធិមកទល់នឹងថ្ងៃដែលព្រះអង្គប្រសូតគម្រប់មួយទសមាសគត់មានទេវបុត្រ4អង្គដែលមានប្រហោះកាន់ព្រះខ័នឃ្លាំចាំរក្សានិងការពារនៅសេចក្តីអន្តរាយមិនឲ្យកើតមានដល់ព្រះទារកនិងព្រះវរមេដាឡើយតាមទំនៀមទម្លាប់នៃជនជាតិឥណ្ឌានាសម័យនោះដល់ពេលសម្រាលបុត្តម្ដងស្ត្រីឥណ្ឌាតែងតែត្រឡប់ទៅសម្រាលបុត្រនៅផ្ទះខាងមាតាបិតានៃខ្លួនវិញចំពោះព្រះនាងសិរិមហាមាយាក៏ដូច្នោះដែរពេលព្រះគភ៌បរិបូរគម្រប់10ខែហើយព្រះនាងក៏មានប្រាថ្នាយាងទៅកាន់ទេវទហនគរដែលជាជាតិភូមិរបស់ព្រះនាងទើបទៅក្រាបថ្វាយបង្គំទូលព្រះផាស្តាដើម្បីសុំរាជានុញ្ញាតព្រះរាជាយល់សពហេតុការណ៍ទើបទ្រង់អនុញ្ញាតនិងទ្រង់ត្រាស់បញ្ជាឲ្យរាជអាមាត្យរៀបចំក្បួនរទេះគោនិងរទេះសេះដើម្បីនឹងដង្ហែព្រះអគ្គមហេសីទៅកាន់នគរទេវទហៈលុះដល់ថ្ងៃសុក្រ15កើតពេញបូរមីខែពិសាខឆ្នាំចមុនពុទ្ធសករាជ80ឆ្នាំគត់ព្រះនាងមហាមាយាទេវីចូលទៅថ្វាយបង្គំលាព្រះផស្តាហើយក៏យាងព្រះដំណើរចេញទៅកាន់ស្រុកកំណើតជាមួយអស់ពួកសេនាភីលៀងដែលជាបរិវារនៅក្នុងព្រះរាជដំណើរព្រះនាងបានឈប់សម្រាកព្រះកាយនៅពាក់កណ្ដាលផ្លូវនៅក្នុងឧទ្យានមួយឈ្មោះលំពិនីដែលស្ថិតនៅចំព្រំដែននៃនគរទាំងពីរគឺនគរកបិលពស្តុនិងទេវទហៈព្រៃលំពិនីមានខ្យល់អាកាសត្រជាក់បក់ស្រួលណាស់រុក្ខជាតិនិងវល្លិជាតិលូតលាស់ពណ៌បៃតងស្រស់គួរឲ្យគយគន់បុប្ផាជាតិរីកស្គុះស្គាយនិងចោលក្លិនសុគន្ធពិដោក្រអូបផ្សាយមានមរគីរត់ចុះរត់ឡើងនិងបាក់សាបាក់សីតូចធំប្រចឹកប្រឡែងគ្នាលេងយ៉ាងអើងកងខ្ញៀវខ្ញាគឺភាពដ៏សែនមនោរម្យនេះហើយដែលធ្វើឲ្យអ្នកដំណើរទាំងឡាយចូលឈប់សម្រាកយកកម្លាំងនៅលំពិនីនេះមុននឹងបន្តដំណើរទៅមុខទៀតព្រះនាងសិរិមហាមាយាមានព្រះហឫទ័យចង់ចូលទៅប្រពាតនៅក្នុងម្ដុំព្រៃនោះព្រះរាជអាមាត្យក៏យាងព្រះនាងចូលទៅពេលយាងទៅដល់ក្រោមដើមរាំងភ្នំមួយឬក៏ក្រោមដើមសាលព្រឹក្សព្រះនាងទ្រង់ឈោងព្រះហស្ថខាងស្ដាំចាប់កាច់ផ្ការាំងភ្នំមួយតងក្សិណនោះព្រះនាងក៏មានអារម្មណ៍ធីងធងទើបស្រវាឈោងចាប់មែករាំងភ្នំនោះដើម្បីនឹងទប់អង្ប្រានស្រីស្នំទាំងឡាយបានយល់ហេតុថាព្រះនាងនឹងសម្រាលបុត្រនៅក្នុងពេលឥឡូវនេះហើយក៏នាំគ្នាយកព្រះសន្ធិយាវាំងននទៅបិទបាំងនៅក្រោមដើមរាំងភ្នំនោះព្រះនាងនៅឈរប្រតោងមែករាំងភ្នំរហូតដល់ព្រះពោធិសត្វទ្រង់ប្រសូតចាកព្រះឧត្តរក្នុងវេលាថ្ងៃជិតត្រង់ព្រះទារកមានព្រះរូបឆោមល្អបរិសុទ្ធមានសុខភាពបរិបូរណ៍និងគ្រប់លក្ខណៈក្នុងថ្ងៃសុក្រ15កើតពេញបូរមីខែពិសាខឆ្នាំចត្រូវនឹងថ្ងៃទី8មេសាព្រះទារកត្រូវបានស្រីស្នំទាំងឡាយយកទៅស្រង់វារីដើម្បីដោះលាងមន្ទិលករនិងរុំដណ្ដប់ដោយសម្ពុតសូត្រពណ៌លឿងតាមប្រភពមហាជនដែលបានឃើញការប្រសូតនេះដោយផ្ទាល់ភ្នែកបាននិយាយថាពេលព្រះនាងយាងទៅដល់ក្រោមដើមរាំងភ្នំនៅក្នុងសួនលំពិនីក៏មានប្រតីចង់ឈោងចាប់មែករាំងភ្នំនោះប៉ុន្តែព្រះនាងឈោងចាប់ពុំដល់ក៏ស្រាប់តែមែករាំងនោះទោទន់ចុះមកខាងក្រោមដោយឯងដើម្បីឲ្យព្រះនាងឈោងចាប់បានរួចមកព្រះនាងក៏ប្រឈួនព្រះឧត្តរឈឺពោះសម្រាលបុត្រព្រះពោធិសត្វទ្រង់ប្រសូតមកដោយស្រួលនិងមានទឹកក្តៅទឹកត្រជាក់ហូរធ្លាក់ចុះមកដោយឯងមកលាងមន្ទិលករទ្រង់ប្រសូតមកភ្លាមមានពួកសទ្ធោទវាសមហាព្រំទាំង4បានយកផ្ទាំងសម្ពុតពណ៌មាសបណ្ដាញមាសនោះមកទទួលចតុមហារាជរក្សាទិសទាំង4បានទទួលយកពីមហាព្រំពួកស្រីស្នំក៏ទទួលយកពីដៃចតុមហារាជបន្តទៅទៀត
ព្រះរាជកុមារទ្រង់សម្រោតចុះចាកពីដៃស្រីស្នំរួចទ្រង់ប្រថាប់ឈរស៊ប់លើផែនដីដោយព្រះបាទទាំងគូមហាព្រហ្មយកខ្លោះស្វែតឆ័ត្រមកបើកបាំងថ្វាយសុយាមទេវរាជយកផ្លិតមកបក់ថ្វាយទេវបុត្រមួយអង្គកាន់កែវ7ប្រការទេវបុត្រមួយអង្គកាន់សុវណ្ណបាតទុកស្បែកជើងមាសនិងទេវបុត្រមួយអង្គទៀតកាន់គ្រឿងប្រដាប់រាជទាំង5យ៉ាងគឺមកុដមួយព្រះខ័នមួយស្វែតឆ័ត្រមួយសុពណ៌បាទមួយនិងវាលវិជ្ជនីមួយព្រះពោធិសត្វក៏ទ្រង់ប្រមាលមើលទៅកាន់ទិសទាំង10គឺទិសធំ4និងទិសតូច4ទិសខាងក្រោមនិងទិសខាងលើក៏ពុំឃើញមានជនណាម្នាក់ស្មើនឹងព្រះអង្គឡើយទើបទ្រង់កំណត់ទុកនៅក្នុងព្រះហឫទ័យថានេះជាទិសខាងជើងទិសឧត្តររំពេចនោះព្រះអង្គទ្រង់ប្រថាប់ឈរបែរព្រះភ័ក្ត្រទៅទិសឧត្តរនោះរួចហើយទ្រង់យាងទៅអស់7ជំហាននិងក្នុងជំហាននីមួយមានផ្កាឈូកផុសលេចចេញអំពីដីមកទ្រព្រះបាទបន្ទាប់មកព្រះពោធិសត្វក៏បន្លឺនៅព្រះអសភិវាចាថាខ្លួនអាត្មាអញជាកំពូលនៃលោកជាបុគ្គលដ៏ប្រសើរវិសេសលើសគេនៅក្នុងលោកជាចម្បងជាងគេទាំងអស់នៅក្នុងលោកជាតិនេះគឺជាកំណើតចុងក្រោយបំផុតរបស់អាត្មាអញអំណះពីជាតិនេះតទៅអាត្មាអញនឹងមិនកើតទៀតឡើយក្នុងពេលប្រសូតនេះមានហេតុអស្ចារ្យផ្សេងនៅក្នុងលោកនេះក៏បានកើតឡើងដោយសារបារមីនៃព្រះរាជកុមារប្រតិពីក៏កក្រើករំពើខុសអំពីប្រក្រតីរុក្ខជាតិក៏មានផ្លែទុំខ្ចីបុប្ផាក៏រីកស្រស់ស្គុះស្គាយបាក់សាបាក់សីក៏ស្រែកច្រៀងយ៉ាងសប្បាយអើងកងមនុស្សម្នាប្រុសស្រីនិងពួកក្សត្រទាំងពីរនគរកើតមានសេចក្តីសោមនស្សរីករាយក៏ព្រោះតែបានឃើញឆោពន្ធរាំងសីពន្លឺ6ពណ៌នៃព្រះនាងមហាមាយាទេវីនិងព្រះរាជកុមារពេលរាជបរិពារទាំងឡាយដង្ហែព្រះនាងមហាទេវីនិងបុត្រាមកដល់ព្រះបរមរាជវាំងវិញព្រះពោធិសត្វត្រូវស្រីស្នំនាំយកទៅដោះលាងជំរះមន្ទិលនិងទឹកក្តៅអ៊ុនម្ដងទៀតមុននឹងយកទៅផ្ដេកផ្ដិតចិត្តព្រះវរមេតាកាលបានជ្រាបដំណឹងនេះហើយព្រះបាទសទ្ធោទនៈស្ដេចក៏យាងមកជាបន្ទាន់ដើម្បីជួបជាមួយព្រះអគ្គមហេសីនិងព្រះរាជបុត្រាព្រះមហាក្សត្រទ្រង់មានព្រះអំណរយ៉ាងខ្លាំងកាលបានទតឃើញព្រះអគ្គមហេសីនិងព្រះរាជបុត្រាបានសេចក្តីសុខនារាត្រីនោះមានឥសីមួយអង្គឈ្មោះអសិតតាបោះកាលទី7រស់នៅក្នុងព្រៃភ្នំជិតព្រះរាជវាំងនោះនឹងត្រូវជាជីតុនគ្រូអាចារ្យនៃព្រះបាទសទ្ធោទនៈផងបានសង្កេតឃើញមានពន្លឺរស្មីចាំងផុសឡើងព័ទ្ធជុំវិញព្រះរាជដំណាក់នៃព្រះមហាក្សត្រអសិតឥសីក៏បានកាត់យល់ថាហេតុការណ៍នេះជាប្រផ្នូលមួយដ៏ពិសេសអស្ចារ្យលោកក៏និមន្តចុះអំពីលើភ្នំដោយទប់ព្រះអង្គកាយនឹងឈើច្រត់ចូលមកកាន់សំណាក់ព្រះរាជាដើម្បីសួរសុខទុក្ខពេលអសិតតាបោះនិមន្តដល់ព្រះរាជាទ្រង់ធ្វើគារវៈស្វាគមន៍រួចហើយក៏ទ្រង់ត្រាស់បញ្ជាឲ្យពួកស្រីស្នំនាំព្រះពោធិសត្វមកថ្វាយអសិតតាបោះដើម្បីទតពេលអសិតតាបោះអោនពិនិត្យរូបលក្ខណៈព្រះរាជកុមារក៏ស្រាប់តែព្រះបាទទាំងគូរបស់ព្រះពោធិសត្វកញ្ជ្រោលពីដៃស្រីស្នំទៅប្រថាប់នៅលើក្បាលអសិតតាបោះដោយចៃដន្យអសិតតាបោះក៏ទម្លាក់ខ្លួនក្រាបថ្វាយបង្គំព្រះរាជកុមារអស់ចំនួន3ដងកាលព្រះរាជាបានទតឃើញនៅភាពដ៏អស្ចារ្យដូច្នោះកើតឡើងព្រះអង្គក៏លុតជង្គង់ថ្វាយបង្គំបុត្ររបស់ព្រះអង្គជាលើកទី1ដូចជាអសិតតាបោះក្នុងពេលនោះភ្លាមដែរបន្ទាប់ពីបានពិនិត្យព្រះលក្ខណៈនៃព្រះពោធិសត្វសពគ្រប់មកអសិតតាបោះក៏ព្យាករនៅក្នុងចិត្តថាអោព្រះរាជកុមារនេះនឹងបានត្រាស់ជាព្រះពុទ្ធឥតមានសង្ស័យអ្វីឡើយកាលបានដឹងនៅហេតុយ៉ាងដូច្នោះហើយអសិតតាបោះក៏តាំងសើចក្អាកក្អាយមួយសន្ទុះមកក៏បែរជាយំសោកយ៉ាងខ្លាំងទៅវិញ
ព្រះរាជាស្រឡាំងកាំងទើបទ្រង់ត្រាស់សួរជាបន្ទាន់ថាកាលៈទេវលតាបោះតើមានរឿងអ្វីកើតឡើងឬតើព្រះរាជកុមារនេះឥតមានភ័ព្វសំឡាងទេឬអ្វីអសិតតាបោះលើកដៃជូតទឹកភ្នែកក្រវីក្បាលមុននឹងបង្គំទូលថាបបិទ្ធមហារាជព្រះរាជកុមារនេះមិនមែនជាអ្នកនយោបាយទេបើសិនជានៅគ្រប់គ្រងគេហដ្ឋានក៏នឹងបានជាស្ដេចចក្រពត្តិបើចេញទ្រង់ព្រះភ្នោះក៏នឹងបានជាសាស្តាឯកនៅក្នុងលោកព្រះអង្គជាមហាបរោះនៃពន្លឺត្រាស់ដឹងដែលយកឋានសួគ៌និងឋានមនុស្សលោកធ្វើជាលំនៅឋានរបស់ព្រះអង្គនិងយកសត្វលោកទាំងអស់ជាញាតិសន្តានការដែលអាត្មាសើចនោះក៏ព្រោះតែអាត្មាមានអំណរនឹងព្រះអាយបុត្រនឹងបានត្រាស់ជាព្រះពុទ្ធមួយអង្គនៅក្នុងពេលខាងមុខនេះប៉ុន្តែហេតុដែលអាត្មាយំវិញនោះក៏ព្រោះតែអាត្មាគិតអាណិតខ្លួនឯងថាជាមនុស្សអភ័ព្វជាមនុស្សឥតព្រេងវាសនានឹងនៅទាន់ព្រះពុទ្ធដូចគេដូចឯងនឹងគ្មានភ័ព្វសំណាងបានស្ដាប់នៅសំឡេងព្រះអរិយសច្ចធម៌ដែលព្រះអង្គបានរកឃើញផងទេបបិទ្ធមហារាជព្រះអង្គនិងនគររបស់ព្រះអង្គមានភ័ព្វសំណាងខ្ពស់ណាស់ដែលមានព្រះពោធិសត្វដ៏មានបុណ្យបែបនេះកើតឡើងនៅក្នុងព្រះនគរបន្ទាប់ពីព្យាកររួចមកកាលៈទេវលតាបោះក៏លាព្រះបាទសទ្ធោទនៈទៅកាន់លំនៅនៃប្អូនស្រីរបស់ខ្លួនហើយបង្គាប់នាលកៈជាក្មួយប្រុសថាចូលក្មួយឯងបួសដើម្បីរងចាំព្រះរាជឱរសនៃព្រះបាទសទ្ធោទនៈដែលនឹងចេញបួសហើយនឹងបានត្រាស់ដឹងជាព្រះពុទ្ធពុំខាននាលកៈក៏បានលះបង់ផ្ទះសម្បែងទ្រព្យសម្បត្តិចេញទៅបួសតាមបណ្ដាំរបស់ឪពុកធំចំណែកឯកាលៈទេវលតាបោះក្រោយមកក៏ធ្វើមរណកាលមុនពេលដែលព្រះពុទ្ធបានសម្រេចការត្រាស់ដឹងមែនការទស្សទាយរបស់អសិតតាបោះធ្វើឲ្យព្រះរាជាមានព្រះហឫទ័យខ្វល់ខ្វាយយ៉ាងខ្លាំងពីព្រោះព្រះអង្គមិនចង់ឲ្យបុត្រាតែមួយរបស់ព្រះអង្គក្លាយទៅជាអ្នកបួសដូចជាតាបោះឥសីដែលរស់នៅក្នុងព្រៃភ្នំក្រំថ្មឡើយបន្ទាប់អំពីព្រះរាជកុមារប្រសូតបាន5ថ្ងៃមកព្រះមហាក្សត្រទ្រង់ប្រារព្ធនៅពិធីថ្វាយព្រះនាមដល់ព្រះរាជឱរសទើបទ្រង់ក៏ប្រជុំអស់ពួកវង្សក្សត្រប្រមុខមន្ត្រីនិងព្រាហ្មណ៍ទាំងឡាយនៅក្នុងព្រះរាជនិវេសនៈព្រះរាជានិមន្តព្រាហ្មណ៍108រូបមកទទួលចង្ហាន់ប៉ុន្តែព្រះរាជាទុកតែព្រាហ្មណ៍8រូបដែលជាអ្នកចេះចាំស្ទាត់នៅគម្ពីរត្រៃវេទដើម្បីព្យាករនិងថ្វាយព្រះនាមព្រាហ្មណ៍ទាំង8រូបនោះគឺរាមព្រាហ្មណ៍1លក្ខណៈព្រាហ្មណ៍1យាញ្ញព្រាហ្មណ៍1ថច្ចៈព្រាហ្មណ៍1ភោជៈព្រាហ្មណ៍1សុទត្តព្រាហ្មណ៍1សុយាមព្រាហ្មណ៍1និងកោណ្ឌញ្ញព្រាហ្មណ៍1មានព្រាហ្មណ៍7នាក់ពីទី1ទៅដល់ទី7បានលើកម្រាមដៃទាំងពីរទាយជាពីរចំណែកដូចជាអសិតតាបោះដែរថាបបិទ្ធព្រះសមត្ថិទេពបើព្រះរាជកុមារនៅជាខរិវាសសោយរាជរហូតទៅនឹងបានជាស្ដេចចក្រពត្តិប្រកបដោយគុណធម៌ជាធម្មរាជជាឥសូរលើមហាទ្វីបដែលមានមហាសមុទ្រទាំង4ជាព្រំប្រទល់ព្រះអង្គជាអ្នកគ្រប់គ្រងលើផែនដីនៃទ្វីបទាំង4ដោយមិនបាច់ប្រើអាជ្ញាឬគ្រឿងសាស្ត្រាវុធអ្វីឡើយព្រះអង្គនឹងយកព្រះធម៌ទៅអប់រំទូលមានសត្វលោកទាំងឡាយដោយស្មើគ្នាបើព្រះរាជកុមារនឹងចេញទៅសាងបព្វជិវិញព្រះអង្គនឹងបានត្រាស់ជាព្រះអរហង្គសម្មាសម្ពុទ្ធក្នុងលោកទាំងមូលចំពោះកោណ្ឌញ្ញព្រាហ្មណ៍ទី8ដែលជាព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេបានលើកចង្អុលដៃតែមួយហើយទាយថាបបិទ្ធមហារាជព្រះរាជកុមារនេះពុំមែនជាអ្នកនៅគ្រប់គ្រងគេហដ្ឋានទេព្រះអង្គពិតជានឹងចេញសាងព្រះភ្នោះដោយឥតមានអ្វីមកទប់ទល់បានឡើយហើយនឹងបានត្រាស់ជាព្រះពុទ្ធយ៉ាងពិតប្រាកដកាលព្រាហ្មណ៍ទាំងអស់បានទស្សទាយថ្វាយរួចហើយគេក៏ស្រស់ស្រួលមូលមតិគ្នាថ្វាយព្រះនាមដល់ព្រះរាជកុមារថាសិទ្ធត្ថៈដែលមានន័យថាអ្នកធ្វើប្រយោជន៍គ្រប់យ៉ាងឲ្យបានសម្រេចលុះក្រោយមកព្រះអង្គក៏បានទទួលនៅកោតនាមមួយឈ្មោះថាគោតម
មកប្រើគួបជាមួយនឹងគ្នាដែលហៅថាសទ្ធត្ថគោតមមហាជនតែងនិយមហៅតាមកោត្រនាមថាព្រះគោតមព្រះរាជាត្រាស់សួរទៅព្រាហ្មណ៍ទាំង8រូបនោះថាមនាលព្រាហ្មណ៍ទាំងឡាយតើបុត្រារបស់យើងបានឃើញនៅអារម្មណ៍យ៉ាងដូចម្ដេចបានជាចង់ចេញទៅបួសយ៉ាងដូចនេះព្រាហ្មណ៍ទាំងឡាយក្រាបទូលព្រះអង្គថាបបិទ្ធមហារាជនៅពេលនោះព្រះរាជកុមារនឹងទតឃើញនៅនិមិត្ត4ប្រការគឺមនុស្សចាស់ជរាមួយមនុស្សឈឺមួយមនុស្សស្លាប់មួយនិងមនុស្សអ្នកបួសមួយព្រះរាជាគ្មានព្រះរាជបំណងចង់ឲ្យព្រះរាជបុត្រាទៅសាងភ្នោះឡើយព្រះអង្គចង់ឲ្យបុត្រានៅគ្រប់គ្រងរាជសម្បត្តិជំនួសព្រះអង្គហើយនឹងបានជាមហាក្សត្រចក្រពត្រាធិរាជទៅអនាគតតែម្យ៉ាងកាលទ្រង់ព្រះសណ្ដាប់នៅពាក្យក្រាបទូលរបស់ព្រាហ្មណ៍រួចហើយទ្រង់បញ្ជាទៅពួកសេនាកាមាត្យថាចាប់តាំងពីថ្ងៃនេះតទៅអ្នកទាំងឡាយកុំគប្បីឲ្យមនុស្សទាំង4ប្រភេទខាងលើនេះចូលមកជិតបុត្រាយើងឲ្យសោះព្រះអង្គដាក់កម្រិតយ៉ាងតឹងរ៉ឹងមិនឲ្យមនុស្សពីទិសទាំង4ដែលមានសភាពដូចខាងលើចូលទៅត្រង់ចំរង្វង់ចក្ខុរបស់ព្រះរាជកុមារឡើយពួកព្រាហ្មណ៍ចាស់ទៅហើយនោះបានផ្ដាំទៅនឹងបុត្រទាំងឡាយនៃខ្លួនថាបើព្រះរាជឱរសនៃព្រះបាទសទ្ធោទនៈទ្រង់បព្វជិនឹងបានត្រាស់ជាព្រះពុទ្ធហើយចូលបុត្រទៅបួសនៅក្នុងសំណាក់ព្រះពុទ្ធនោះចុះពិតជាមិនខុសបំណងឡើយព្រះពោធិសត្វប្រសូតបានតែ7ថ្ងៃនិងព្រះបាទសទ្ធោទនៈសប្បាយព្រះហឫទ័យបានតែ7ថ្ងៃគត់សេចក្តីទុក្ខព្រួយមួយក៏បានកើតឡើងនៅក្នុងព្រះបរមរាជវាំងគឺព្រះនាងមហាមាយាទេវីទ្រង់សោយព្រះវិលាល័យយ៉ាងតក់ក្រហល់ជាទីបំផុតព្រះបាទសទ្ធោទនៈក៏តែងតាំងព្រះនាងបជាបតីកោតមីដែលត្រូវជាអនុជក្សត្រីនៃព្រះនាងមហាមាយាទេវីនិងត្រូវជាប្អូនថ្លៃរបស់ព្រះអង្គផងឲ្យឡើងធ្វើជាព្រះអគ្គមហេសីព្រះនាងបជាបតីមានបុត្រាមួយអង្គដែរព្រះនាមនន្តៈហើយព្រះនន្តៈនេះមានព្រះជន្មប្អូនព្រះពោធិសត្វតែ2-3ថ្ងៃប៉ុណ្ណោះព្រះនាងបជាបតីកោតមីទទួលធ្វើជាមេនំបំបៅដោះព្រះពោធិសត្វនិងបីបាច់រក្សាព្រះពោធិសត្វដោយប្រតិយប្រុសប្រណីដូចជាព្រះមេដាបង្កើតតរៀងទៅពេលព្រះពោធិសត្វព្រះជន្មគម្រប់7ឆ្នាំព្រះបិតាបានបញ្ជាឲ្យគេជីកស្រះ3ថ្វាយក្រសាលនិងបានបញ្ជូនទៅឲ្យសិក្សានៅក្នុងសំណាក់អាចារ្យវិស្វាមិត្រព្រះពោធិសត្វចាប់ផ្ដើមសិក្សាវិជ្ជាគ្រប់គ្រងរដ្ឋនិងយោធសាស្ត្រដូចជាអក្សរសាស្ត្រនុពន្ធសាស្ត្រដូរដន្ត្រីអត្តពលកម្មជាដើមដោយមានព្រះបញ្ញាញាណមកពីព្រះកំណើតព្រះសិទ្ធត្ថកុមាររៀនពូកែលើគ្រប់មុខវិជ្ជាទាំងអស់យ៉ាងឆាប់រហ័សជាទីបំផុតថ្ងៃមួយពេលព្រះអង្គគម្រប់ព្រះជន្ម9ឆ្នាំព្រះសិទ្ធត្ថនិងមិត្តរួមថ្នាក់ខ្លះដូចជាទេវទត្តនិងកឹមពិលដែលត្រូវជាបងប្អូនជីដូនមួយនឹងព្រះអង្គបានទៅចូលរួមក្នុងពិធីច្រត់ព្រះនង្គ័លដែលព្រះមហាក្សត្របានរៀបចំតាក់តែងឡើងជាលើកដំបូងនៅក្នុងវាលមេនជិតព្រះរាជវាំងមានវងក្សត្រប្រមុខមន្ត្រីគហបតីសេនាកាមាត្យប្រជាពលរដ្ឋប្រុសស្រីនិងកុមារាកុមារីចូលរួមទស្សនាយ៉ាងច្រើនកុះករជាដំបូងបង្អស់បព្វជិតព្រាហ្មណ៍សូត្រធម៌វេទយ៉ាងវែងអន្លាយហាក់រកទីបញ្ចប់គ្មាននិងធ្វើឲ្យព្រះរាជកុមារមានការអបសុខរសាប់រសល់នៅក្នុងព្រះហឫទ័យដោយសារអាកាសធាតុក្តៅស្អុះផងព្រះរាជកុមារក៏យាងចេញពីមិត្តភ័ក្តិតែមួយព្រះអង្គឯងទៅគង់នៅក្រោមដើមព្រីងមួយឬដើមជំពូព្រឹកដែលមានម្លប់ដ៏ត្រជាក់នៅក្បែរនោះផងព្រះនាងបជាបតីកោតមីបានតាមរកឃើញព្រះពោធិសត្វគង់នៅទីនោះហើយក៏សុំយាងព្រះអង្គឲ្យត្រឡប់ទៅទតមើលព្រះបិតាច្រត់ព្រះនង្គ័លនាពេលចុងបង្ហើយវិញព្រះសិទ្ធត្ថកុមារបានទូលសួរទៅកាន់ព្រះនាងកោតមីជាព្រះមាតាថាបបិទ្ធព្រះមាតាហេតុអ្វីក៏ពួកព្រាហ្មណ៍ទាំងនោះសូត្រធម៌វែងអន្លាយយ៉ាងនេះព្រះនាងបជាបតីកោតមីក៏ឆ្លើយតបទៅព្រះពោធិសត្វថាបុត្រសម្លាញ់ព
ពួកព្រាហ្មណ៍សូត្រធម៌វែងយ៉ាងដូចនេះឯងណាបុត្រហើយបុត្រក៏នឹងត្រូវសិក្សានៅធម៌វេទដូចគេនេះដែរនៅពេលដែលបុត្រធំឡើងព្រះពោធិសត្វទ្រង់ត្រាស់សួរបន្តថាហេតុអ្វីបានជាព្រះបិតាមិនសូត្រធម៌វេទនេះដោយផ្ទាល់ព្រះអង្គជំនួសពួកព្រាហ្មណ៍ទាំងនោះវិញទៅព្រះមាតាក៏ឆ្លើយតបថាបានតែអ្នកដែលកើតនៅក្នុងត្រកូលព្រាហ្មណ៍ប៉ុណ្ណោះទេដែលអាចអនុញ្ញាតឲ្យសូត្រធម៌នៅក្នុងគម្ពីរត្រៃវេទនេះសូម្បីតែស្ដេចផែនដីដែលមានឫទ្ធិអំណាចដ៏ខ្លាំងពូកែក៏ត្រូវតែពឹងផ្អែកលើការបម្រើរបស់ពួកព្រាហ្មណ៍ដែលមានមុខនាទីជាបព្វជិតទាំងនោះដែរព្រះពោធិសត្វសូមអនុញ្ញាតព្រះមាតាទៅគង់នៅក្រោមដើមម្លប់ព្រីងនោះបន្តទៅទៀតព្រះនាងកូតមីទ្រង់អនុញ្ញាតតាមការស្នើសុំរបស់ព្រះពោធិសត្វបន្ទាប់មកព្រះនាងក៏យាងត្រឡប់ទៅទតមើលព្រះរាជាច្រត់ព្រះនង្គ័លវិញនៅពេលដែលបព្វជិតព្រាហ្មណ៍សូត្រធម៌ចប់ព្រះបាទសទ្ធោទនៈក៏ទ្រង់យាងចុះវាលចម្ការហើយទ្រង់ចាប់ផ្ដើមភ្ជួរនៅគន្លងដំបូងនៃរដូវបន្តមកពួកកសិករក៏ចាប់ភ្ជួរពីតាមក្រោយព្រះអង្គឮស្នូរសំឡេងស្រែកហ៊ោកញ្ជ្រៀវធ្វើឲ្យព្រះពោធិសត្វអត់ទ្រាំពុំបានក៏រត់ទៅកាន់ឯខាងចុងចំការព្រះអង្គទតឃើញសត្វគោខំអូសនង្គ័លដ៏ធ្ងន់ហើយកសិករវាយសត្វគោនោះនឹងរំពាត់ខ្សែតីបង្ខំឲ្យអូសទៅមុខយ៉ាងពិបាកខណៈដែលនង្គ័លគោះអាចបំណាស់ព្រះពោធិសត្វសម្គាល់ឃើញមានសត្វជន្លេនខ្លះដែលត្រូវកាត់ដាច់ជាកំណាត់និងខ្លះទៀតត្រូវសត្វស្លាបឆាបឆក់ចឹកពំនិងចម្ពុះនាំយកទៅព្រះអង្គក៏ទ្រង់បានទតឃើញសត្វស្លាបធំឆាបចុះរួចខ្ញាំយ៉ាងជាប់នៅសត្វស្លាបតូចនៅក្នុងក្រញាំជាពិសេសព្រះអង្គបានទតឃើញសត្វពស់មួយកំពុងលេបបង្គួយយ៉ាងពិបាករួចហើយក៏ស្រាប់តែមានសត្វខ្លែងដ៏ធំមួយមកឆាបខ្ញាំយកពស់នោះបន្តទៅទៀតព្រះពោធិសត្វក៏រត់ត្រឡប់ទៅកាន់ម្លប់ដើមព្រីងនោះវិញយ៉ាងរហ័សព្រះអង្គទ្រង់គង់បត់ព្រះភ្នែនបិទព្រះនេត្រទាំងគូរួចទ្រង់កំណត់នៅអានាបាណសតិញ៉ាំងនៅបឋមឈានឲ្យកើតឡើងព្រះអង្គផ្ដោតអារម្មណ៍ខ្លាំងជាងគេតែទៅលើរូបភាពដែលកើតឡើងនៅក្នុងចម្ការនិងសត្វស្លាបទាំងឡាយនោះព្រះពោធិសត្វទ្រង់សេចក្ដីគិតថាអោសត្វលោកទាំងឡាយហើយកំពុងតែមានជីវិតរស់នៅសុខម្ដេចឡើយក៏សម្លាប់គ្នាទៅវិញទៅមកយ៉ាងដូច្នោះដោយព្រះពោធិសត្វទើបតែបាត់បង់ព្រះមាតាថ្មីផងរឹតតែធ្វើឲ្យព្រះអង្គកើតមានសេចក្តីសង្វេគយ៉ាងខ្លាំងដល់ជីវិតសត្វតូចតាចទាំងនោះគ្រាន់តែចប់ពិធីច្រត់ព្រះនង្គ័លភ្លាមព្រះមហាក្សត្រនិងព្រះនាងបជាបតីកូតមីបានយាងទៅរកព្រះពោធិសត្វនៅក្រោមម្លប់ដើមព្រីងនោះវិញទាំងពីរព្រះអង្គបានទតឃើញព្រះពោធិសត្វកំពុងតែគង់ស្មឹងស្មាតនឹងថ្កល់មួយកន្លែងយ៉ាងស្ងៀមស្ងាត់សភាពបែបនេះបានធ្វើឲ្យព្រះរាជាភ្លឹកនិងទ្រង់ព្រះចិន្តាអស់មួយស្របក់ថាបើបុត្រានៃអាត្មាអញចេះអង្គុយស្មឹងស្មាតតែមួយព្រះអង្គឯងតាំងពីព្រះជន្មនៅក្មេងខ្ចីយ៉ាងនេះម្លេះសំពាកព្យាកររបស់អសិតតាបសនឹងคล้ายទៅជាការពិតពុំខានឡើយកាលបានទតឃើញនៅបដិហាបែបនេះព្រះរាជាក៏ទ្រង់ក្រាបថ្វាយបង្គំព្រះរាជបុត្រាម្ដងទៀតជាលើកទី2ក្នុងពេលនោះភ្លាមទៅព្រះរាជាក៏យាងត្រឡប់ទៅកាន់ព្រះរាជនិវេសនដ្ឋានវិញតែមួយអង្គឯងដោយយានអច្ឆរិយមិនយូរប៉ុន្មានព្រះសទ្ធត្ថកុមារបានបើកព្រះនេត្រឡើងទ្រង់ទតឃើញព្រះមាតាកំពុងតែញញឹមដាក់ព្រះពោធិសត្វទូលសួរទៅព្រះមាតាថាបបិទ្ធព្រះមាតាទូលបង្គំគិតថាទោះបីខំសូត្រធម៌តាមគម្ពីរវេទយ៉ាងណាក៏ដោយក៏មិនអាចជួយសង្គ្រោះដល់ជីវិតសត្វគោជន្លេនពស់បង្គួយនិងសត្វស្លាបទាំងឡាយនោះបានដែរព្រះនាងកូតមីគ្មានឆ្លើយតបអ្វីក្រៅពីងក់ព្រះសិរៈតបវិញយ៉ាងស្ទាក់ស្ទើរនោះឡើយថ្ងៃមួយជាខាងក្រោយមកទៀតព្រះសិទ្ធត្ថកុមារបានយាងប្រពាតក្នុងឧទ្យានមួយរំពេចនោះស្រាប់តែមានសត្វកងានព្រៃមួយដែលហើររំលងពីលើព្រះអង្គធ្លាក់ចុះមកលើដីនៅមិនឆ្ងាយប៉ុន្មានពីព្រះអង្គរត់ទៅចាប់សត្វកងានព្រៃនោះ
ហើយទ្រង់ទតឃើញថាមានព្រួញមួយមុតជាប់យ៉ាងជ្រៅនៅលើស្លាបម្ខាងរបស់សត្វក្ងានព្រះអង្គក្តាប់ព្រួញនោះរួចដកចេញមកយ៉ាងថ្នមបក្សីទទះស្លាបស្រែកយំដោយមានឈាមហូរចេញមកអំពីស្លាបព្រះអង្គយកម្រាមព្រះហស្ថចុចសង្កត់ត្រង់មុខរបួសដើម្បីខាត់ឈាមព្រះអង្គបីទ្របក្សីត្រូវរបួសនោះហើយយាងចូលទៅក្នុងព្រះរាជដំណាក់ដើម្បីឲ្យព្រះអនុជក្សត្រីរូបនន្ទាដែលកំពុងតែទន្ទឹងមើលផ្លូវព្រះអង្គត្រឡប់មកវិញនោះឲ្យជួយផងព្រះនាងកញ្ញាបានយកថ្នាំស្លឹកឈើមកបុកឲ្យម៉ត់ទៅបិទនៅត្រង់មុខរបួសនៃបក្សីនោះដើម្បីនឹងខាត់ឈាមបន្ទាប់មកព្រះសិទ្ធត្ថកុមារក៏យកកង្ហានព្រៃនោះទៅដាក់ជិតចង្ក្រានដើម្បីកម្ដៅឲ្យអ៊ុនពេលព្រះសិទ្ធត្ថកុមារហៀបតែនឹងយាងទៅយកស្រូវមកឲ្យកង្ហានព្រៃនោះស៊ីស្រាប់តែមានព្រះរាជកុមារមួយអង្គដែលត្រូវជាប្អូនជីដូនមួយនឹងព្រះអង្គប្រជជនប្រមាណ8ឆ្នាំព្រះនាមទេវទត្តស្ទុះចូលមកក្នុងបន្ទប់ទេវទត្តកុមារមានកាន់ទាំងស្នានិងព្រួញមកជាមួយផងព្រះអង្គសួរទៅកាន់ព្រះសិទ្ធត្ថកុមារទាំងរហេបរហបថាណែសិទ្ធត្ថតើព្រះអង្គបានឃើញកង្ហានព្រៃមួយធ្លាក់នៅជិតទីនេះដែរឬទេព្រះសិទ្ធត្ថកុមារមិនទាន់ឆ្លើយតបផងទេវទត្តកុមារបានក៏លេចទៅឃើញកង្ហានព្រៃនោះកំពុងតែក្រាបជិតចង្ក្រានរួចទៅហើយទេវទត្តកុមាររត់សំដៅទៅកាន់បក្សីនោះហើយពោលថាកង្ហានព្រៃនេះជារបស់ខ្ញុំជាអ្នកបាញ់វាដោយផ្ទាល់ដៃព្រះសិទ្ធត្ថកុមារក៏ចូលទៅឈរពាំងនៅចន្លោះទេវទត្តនិងកង្ហានព្រៃក្នុងបំណងមិនឲ្យទេវទត្តយកបក្សីកង្ហាននោះហើយពោលថាណែទេវទត្តបក្សីនេះត្រូវរបួសធ្ងន់ណាស់ខ្ញុំកំពុងតែថែរក្សាវាត្រូវតែស្នាក់នៅទីនេះដើម្បីព្យាបាលរបួសទេវទត្តកុមារច្រឡោតខឹងយ៉ាងខ្លាំងដោយមិនចង់ទុកកង្ហានព្រៃនៅក្នុងទីនេះទេវទត្តក៏ប្រកែកថាចូលព្រះរាមស្ដាប់ខ្ញុំសិនពេលបក្សីនេះហើរឲ្យលើមេឃវាមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ទេខណៈដែលខ្ញុំជាអ្នកបានបាញ់វាធ្លាក់អំពីលើមេឃវាត្រូវតែជាកម្មសិទ្ធិរបស់ខ្ញុំពាក្យរបស់ទេវទត្តស្ដាប់ទៅដូចជាត្រឹមត្រូវណាស់ប៉ុន្តែពាក្យនេះធ្វើឲ្យព្រះសិទ្ធត្ថកុមារអាអន់ព្រះហឫទ័យព្រះសិទ្ធត្ថកុមារដឹងថាមានការមិនសមរម្យដែរប៉ុន្តែព្រះអង្គគ្មានធ្វើអ្វីកើតក្រៅអំពីឈរស្ងៀមមួយស្របក់ក្រោយមកគឺព្រះអង្គរកមធ្យោបាយឆ្លើយថាចូលព្រះអនុជស្ដាប់ខ្ញុំវិញម្ដងអ្នកដែលជាមិត្តនឹងគ្នាអាចរស់នៅជាមួយគ្នារីឯអ្នកដែលជាសត្រូវនឹងគ្នាមិនអាចរស់នៅជាមួយគ្នាបានទេព្រះអនុជជាអ្នកព្យាយាមសម្លាប់សត្វកង្ហានព្រៃនេះដូច្នោះព្រះអនុជនិងកង្ហានព្រៃពិតជាសត្រូវនឹងគ្នាបក្សីនេះមិនអាចរស់នៅជាមួយអ្នកបានទេរីឯខ្ញុំជាអ្នកជួយសង្គ្រោះវារុំរបួសឲ្យវាកម្ដៅឲ្យវាព្រមទាំងហៀបនឹងទៅរកចំណីមកបញ្ចុកវានៅពេលដែលអ្នកចូលមកដល់ទៀតផងកង្ហានព្រៃនឹងខ្ញុំគឺជាមិត្តនឹងគ្នាហើយអាចរស់នៅជាមួយគ្នាបានដូច្នេះបក្សីនេះពិតជាត្រូវការខ្ញុំវាមិនត្រូវការអ្នកទេខណៈដែលព្រះរាជកុមារទាំងពីរនិយាយមិនចុះសម្រុងគ្នាក៏សម្រេចចិត្តយករឿងនេះទៅឲ្យចាស់ព្រឹទ្ធាចារ្យជួយដោះស្រាយជួនជាពេលនោះមានកិច្ចប្រជុំធំមួយនៃរាជរដ្ឋាភិបាលនៅក្នុងព្រះបរមរាជវាំងក្រោមអធិបតីនៃព្រះរាជាព្រះបាទសទ្ធោទនៈព្រះរាជកុមារទាំងពីរក៏យាងចូលទៅខាងក្នុងរោងជំនុំដើម្បីឲ្យតុលាការកាត់សេចក្តីព្រះសិទ្ធត្ថកុមារ3កង្ហានព្រៃរីឯទេវទត្តកាន់ស្នានឹងព្រួញជាប់នឹងព្រះហស្ថព្រះរាជកុមារទាំងពីរបានប្តឹងរឿងរ៉ាវនេះទៅដល់ចៅក្រមហើយសូមឲ្យជួយវិនិច្ឆ័យតាមសេចក្តីច្បាប់គណៈវិនិច្ឆ័យប្រជុំកិច្ចពិភាក្សាគ្នាអស់ពេលយ៉ាងយូរប៉ុន្តែហាក់ដូចជាមិនស្របយោបល់គ្នាសោះមតិភាគច្រើនបានគាំទ្រទេវទត្តប៉ុន្តែនៅពេលដែលព្រះរាជាសទ្ធោទនៈទ្រង់ក្រហមនឹងធ្វើក្អកចំនួន 2-3 ដងទៅគណៈវិនិច្ឆ័យក៏ឈប់ជជែកគ្នាហើយសម្រេចកាត់សេចក្តីថាព្រះសិទ្ធត្ថកុមារជាអ្នកឈ្នះនិងកង្ហានព្រៃត្រូវបានមកព្រះអង្គ
ជាការពិតណាស់ដែលទេវទត្តកុមារមិនដឹងជាធ្វើអ្វីកើតព្រះសិទ្ធត្ថកុមារបានកងានព្រៃមែនប៉ុន្តែព្រះអង្គមិនសប្បាយក្នុងប្រតិយទាល់តែសោះសូម្បីតែព្រះអង្គនៅវ័យក្មេងខ្ចីមែនក៏គង់ព្រះអង្គដឹងថាជ័យជំនះរបស់ព្រះអង្គគ្រាន់តែជាការលើកដំកើងកិត្តិយសប៉ុណ្ណោះព្រះអង្គបានកងានព្រៃក៏ព្រោះតែចៅក្រមចង់ផ្គាប់ប្រតិយព្រះរាជាមិនមែនព្រោះតែគេឃើញសេចក្តីពិតលើអ្វីដែលព្រះអង្គបាននិយាយនោះទេព្រះរាជកុមារខំព្យាបាលកងានព្រៃអស់រយៈពេល4ថ្ងៃពេលព្រះអង្គទតឃើញកងានព្រៃជាមុខរបួសស្រួលបួលហើយនិងមានសុខភាពបរិបូរណ៍ហើយព្រះអង្គក៏លែងបាក់សីកងាននោះឲ្យមានសេរីភាពទៅជួបជុំគ្រួសារវាវិញទៅនៅក្នុងโลกយើងនេះមានមនុស្សតិចណាស់ដែលមានចក្ខុប្រសាទប្រកបដោយមេត្តាគេតែងតែពោពេញទៅដោយអំពើខុសខើនិងគំនុំគុំគួនគ្នាទៅវិញទៅមកមិនចេះចប់អ្នកទុនខ្សោយតែងតែមានការគៀបសង្កត់ជិះជាន់អំពីសំណាក់អ្នកខ្លាំងពូកែឬអ្នកមានអំណាចមានតែមេត្តានិងករុណាទេដែលអាចកាច់បំបាក់សេចក្តីឈឺចាប់នៃសត្វលោកនេះបានទោះបីជាមានការគាំទ្រពីមតិភាគច្រើនក៏ដោយក៏សេចក្តីពិតវានៅតែជាពិតដដែលចប់ជំពូកទី2